Pun pun taoគ្នាឥឡូវតើបងប្អូនណាខ្លះដែលអត់ទាន់ច្បាស់តទៅនឹងដាក់កន្សោមជាផលមកតាមួយហើយទី2អត់ទាន់ច្បាស់តទៅនឹងការពលិកសោមអញ្ចឹងយើងអាចមើលវីដេអូនឹងបានហើយមួយវិញទៀតនៅចំបញ្ចប់នៃវីដេអូលោកគ្រូមានលំហាត់អនុវត្ត2អញ្ចឹងសូមបងប្អូនជួយដោះស្រាយគ្រូផងបាទជំរាបសួរបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះយើងនឹងរៀនតទៅនឹងការដាក់កន្សោមជាផលកង្កតាហើយមួយទៀតគឺការពលិកសោមបាទអញ្ចឹងថ្ងៃនេះខ្ញុំមានលំហាត់2ដើម្បីយកមកចែករំលែកជាមួយបងប្អូនណាបាទអញ្ចឹងយើងអាចមើលមកខាងក្រោយទាំងអស់គ្នាមកបាទតែមុននឹងចាប់ផ្ដើមដោះស្រាយលោកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាមើលទៅលើរូបមន្តចាស់សិនបាទអញ្ចឹងរូបមន្តនេះវាមិនមែនជាថ្មីអីទេដោយសារយើងរៀនតាំងពីថ្នាក់ទី8មកអញ្ចឹងបាទហើយឥឡូវយើងមើលទាំងអស់គ្នាអញ្ចឹងរូបមន្តយើងនៅពេលនេះគឺរូបមន្ត a បូក b លើជាការ៉េអញ្ចឹងយើងបាន a ការ៉េបូក 2 ដង ab បូក b ការ៉េហើយរូបមន្តទី2ដូចគ្នាគ្រាន់ថាយើងខុសសញ្ញាបន្តិចអញ្ចឹងអានេះដកកន្លែងនេះយើងដូរទៅដកដែរទៅហើយក្រៅពីនោះគឺដូចខាងលើទាំងអស់បាទហើយរូបមន្តទី3គឺ a ដក b ថែគុណឲ្យa បូក b អញ្ចឹងយើងនៅទទួលបាន a ការ៉េដកឲ្យ b ការ៉េអញ្ចឹងបន្ទាប់ពីបងប្អូនមើលរូបមន្តហើយយើងចាប់ដើមមកអនុវត្តទាំងអស់គ្នាបាទលំហាត់ទី1តាក់ទងទៅនឹងការដាក់កន្សោមជាផលកុណកតាអញ្ចឹងយើងមើលសិនថាមានកន្លែងណាដែលអាចចូលរូបមន្តបានអត់មកអញ្ចឹងបើយើងមើលទៅវាអត់ចូលទេបាទអញ្ចឹងយើងមានរបៀបមួយទៀតគឺការរកកតារួមរបស់វាអញ្ចឹងបងប្អូនស្គាល់កតារួមអត់កតារួមមានន័យថាកតាដែលដូចគ្នាមានន័យថាតួទី1និងតួទី2វាមានកតាមួយដែលដូចគ្នាអញ្ចឹងគេហៅវាថាជាកតារួមហើយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនតគ្នាសង្កេតមិញសង្កេតទៅលើកតាណាដែលដូចគ្នាអញ្ចឹងអានេះយើងចាត់ទុកថានេះជាតួទី1អានេះហៅថាតួទី2អញ្ចឹងបើយើងមើលទៅគឺតួគឺកតា2នេះបាទអញ្ចឹងខ្ញុំដាក់ note ឲ្យបងប្អូនមើលទាំងអស់គ្នាអញ្ចឹងកតា2ហ្នឹងគឺយើងមាន a បូក b អានេះ a បូក b ដូចគ្នាអញ្ចឹងខ្ញុំចាត់ទុកថាវាជាកតារួមបាទអញ្ចឹងយើងអាចនិយាយថាវាជាកតារួមបាទយើងអាចនិយាយថាវាគឺជាកតារួមអញ្ចឹងបើសិនជាវាគឺជាកតារួមបងប្អូនអាចទាញវាមកខាងក្រៅបានណាបាទទាញវាមកខាងក្រៅបានអញ្ចឹងយើងអាចមើលទាំងអស់គ្នាឥឡូវខ្ញុំទាញ a បូកឲ្យ b ជាកតារួមបន្ទាប់មកយើងដាក់គ្នាផ្សិនមកកន្លែងនេះបើសិនជាខ្ញុំទាញ a បូក b ជាកតារួមអញ្ចឹងយើងនៅសល់មួយតួទៀតដោយសារតួទី1នេះគឺយើងមាន2កតាអញ្ចឹងខ្ញុំទាញ a បូក b ជាកតារួមយើងនៅសល់ x បូក y មួយទៀតអញ្ចឹងខ្ញុំទុកជារង្វង់ក្នុងវងកញ្ចក់សិនមកទុកនៅទម្រង់ដើមសិនបាទហើយមួយវិញទៀតសម្រាប់តួទី2គឺខ្ញុំទាញ a បូក b ជាកតារួមអញ្ចឹងយើងលុបអានេះចោលមកយើងនៅសល់នេះសល់ y បូក z ប៉ុន្តែបងប្អូនត្រូវចាំថាយើងមានសញ្ញាដកអញ្ចឹងត្រូវតែដាក់ដាច់ខាតបាទដាក់ខុសហើយកន្លែងហ្នឹងបាទអញ្ចឹងយើងដាក់មកហើយដាក់វងកញ្ចក់មកអញ្ចឹង y បូកឲ្យ z អានេះបិទគ្នាមកវិញហើយត្រង់ចំណុចមួយដែលខ្ញុំឧស្សាហ៍ឃើញគុណសិស្សគាត់ធ្វើច្រឡំហើយខុសអញ្ចឹងណាបាទអញ្ចឹងមើលនៅកន្លែងនេះមានន័យថាគាត់ភ្លេចសង្កេតនៅកន្លែងនេះមានន័យថាដកនេះគាត់នៅពេលដែលគាត់ដាក់នៅកតាទី2គឺគាត់ដាក់ទៅដក y ឯងប៉ុន្តែអត់មានវងកញ្ចក់អីអញ្ចឹងខុសមានន័យថាសញ្ញាដកនេះជារបស់ z ដែរអញ្ចឹងបងប្អូនមើលឲ្យច្បាស់មុននឹងយើងដោះស្រាយមកអញ្ចឹងនៅកន្លែងនេះខ្ញុំអាចសរសេរថា a បូកឲ្យ b ឥឡូវខ្ញុំសេពលាតសិនដោយសារខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់បាទអញ្ចឹងខ្ញុំមើល x បូកឲ្យ y អានេះគុណសញ្ញាចូលមកដកតាមពិតទៅនៅកន្លែងនេះគឺសញ្ញាបូកបងប្អូនទាំងអស់គ្នាស្ដាប់ចាប់ឲ្យតន់កន្លែងគឺបូកអញ្ចឹងយើងគុណមកដកគុណបូកអញ្ចឹងយើងត្រូវគិតទៅលើសញ្ញាមួយគឺដកគុណឲ្យបូកអញ្ចឹងយើងនឹងទទួលបានដកដោយសារដកខ្លាំងជាងណាអញ្ចឹងយើងទទួលបានដកនៅកន្លែងហ្នឹងដកឲ្យម៉ានដកឲ្យ y បាទដកឲ្យ y បន្តមកទៀតយើងចាប់ផ្ដើមគុណទៀតគឺអានេះដកគុណឲ្យបូកដកគុណឲ្យបូកអញ្ចឹងដូចអានេះអញ្ចឹងដកគុណឲ្យបូកគឺបានដកបាទគឺបានដកអញ្ចឹងមើលសញ្ញាឲ្យមែនតើដកឲ្យម៉ានដកឲ្យ z ដកឲ្យ z យើងបិទមកវិញមកអញ្ចឹងបងប្អូននៅក្នុងការគុណផលិតអាចចាប់បាននៅកន្លែងនឹងអត់មកអញ្ចឹងយើងចាប់ដើមស៊ីសងមកកន្លែងនេះ y ដក y អស់លីងឯងអ
ចឹងយើងនឹងទទួលបាន a បូកឲ្យ b កតាឬក៏គុណឲ្យ x ដកឲ្យ z បានចឹងលំហាត់យើងគឺប៉ុណ្ណឹងសម្រាប់លំហាត់ទី1ហើយខ្ញុំសង្ឃឹមថាបងប្អូនអាចចាប់បានដោយសារខ្ញុំបញ្យល់មួយទេនៅកន្លែងហ្នឹងបានមកចឹងកុំឲ្យខាតពេលយើងចូលទៅក្នុងលំហាត់ទី2តកតងទៅនឹងពលិកអសមចឹងពលិកអសមនេះខ្ញុំដាក់ចលិះទៅនឹងរូបមន្តទាំង3របស់ខ្ញុំនឹងមានមួយដែលយើងអាចយកមកប្រើមកអញ្ចឹងយល់មើលនៅកន្លែងនេះយើងមើលកន្លែងនេះកន្លែងសញ្ញាដកអញ្ចឹងយើងប្រើរូបមន្តដកមកគឺយើងប្រើរូបមន្តទី2ហើយខ្ញុំនឹងសរសេរថាយើងគួរប្រើរូបមន្តមួយណាបាទមកអញ្ចឹងយើងគួរតែប្រើរូបមន្ត a ដកឲ្យ b លើជាការ៉េគឺស្មើ a ការ៉េដក2ដង ab បូកឲ្យ b ការ៉េអញ្ចឹងលំហាត់នេះបងប្អូនអាចប្រើរូបមន្តនឹងបានអញ្ចឹងដូចខ្ញុំលើកអញ្ចឹងមានន័យថាមុននឹងខ្ញុំដោះស្រាយលំហាត់ខ្ញុំឲ្យបងប្អូនទាំងគ្នាមើលរូបមន្តសិននៅពេលដែលយើងចាំរូបមន្តហើយយើងត្រូវគិតថាលំហាត់ដែលគេឲ្យមកគឺវាត្រូវនឹងរូបមន្តមួយណាអញ្ចឹងបើយើងដាក់រូបមន្តខុសគឺខុសហើយលំហាត់ហ្នឹងណាបាទហើយនៅក្នុងការសង្កេតអត់ពិបាកអីបងប្អូនមើលទៅវាមានតែកន្លែងនេះសញ្ញាបុកឲ្យដកវាមានតែពីរហ្នឹងទេអញ្ចឹងបាកដានេះដកយើងអានេះដកយើងប្រើរូបមន្តដកទៅបាកដានេះបូកយើងប្រើរូបមន្តបូកទៅអញ្ចឹងណាបាទហើយយើងកំណត់តួ A តួ B ឲ្យត្រឹមត្រូវមកយើងនឹងដោះស្រាយបានល្អឬក៏បានត្រឹមត្រូវហើយនៅកន្លែងហ្នឹងបាទអញ្ចឹងយល់មើលអញ្ចឹងនៅកន្លែងនេះយើងកំណត់មកថាតួណាតួ A ឥឡូវខ្ញុំ note ឲ្យបងប្អូនអ្នកមើលយើងកំណត់ថាតួណាតួ A អញ្ចឹងណាបាទអញ្ចឹងអានេះយើងស្មើទៅនឹងតួ A ទៅហើយមកកដប់នេះមកកដប់ហ្នឹងគឺស្មើទៅនឹងតួ B អានេះតួ A អានេះតួ B អញ្ចឹងយើងបានa ការ៉េដក2ដង ab បូកនឹង b ការ៉េអញ្ចឹងទៅបាទមកអញ្ចឹងយល់មើលនៅកន្លែងនេះយើងដាក់មកគឺ a ការ៉េគឺដក1នៅលើ2 x លើជាការ៉េដកឲ្យ2ដង ab អញ្ចឹង a យើងសញ្ញាដកត្រូវតែដាក់ដាច់ខាត1នៅលើ2 x គុណឲ្យប៉ុន្មានគ្នាយើង1នៅលើ3 y បូកឲ្យប្រមាណយើង3ការ៉េគឺ1ភាគ3 y លើកជាការ៉េមកអញ្ចឹងខ្ញុំគិតថាបងប្អូនអាចចាប់នៅកន្លែងនេះបានគឺយើងចូលនៅតម្រងនេះហើយបន្ទាប់មកយើងគុណបរិយាហើយមួយវិញទៀតបងប្អូនទាំងគ្នាត្រូវសង្កេតតួ A យើងគឺមានដកប្រយ័ត្ននៅពេលដែលយើងជំនួសនៅកន្លែង2ដង AB ទៅសុទ្ធតែមានដកអត់មានដកខហើយនៅកន្លែងហ្នឹងអញ្ចឹងបានថានៅក្នុងពីគណិតបងប្អូនប្រុងប្រយ័ត្នចឹងគេគឺសញ្ញាជាពិសេសសញ្ញាដកហ្មងបើបោកអត់សូវអីទេបោកបើសិនជាវាបោកនឹងនៅមុខវងកញ្ចក់ជាធម្មតាអត់ប្រែប្រួលនៅក្នុងវងកញ្ចក់ហ្នឹងប៉ុន្តែចំពោះសញ្ញាដកអត់ទេមានន័យថាដកនៅមុខវងកញ្ចក់មានន័យថាសញ្ញានៅក្នុងវងកញ្ចក់ហ្នឹងគឺប្រែប្រួលទាំងអស់ហ្មងអញ្ចឹងយើងប្រុងប្រយ័ត្នឲ្យមែនតែនសម្រាប់សញ្ញាដកអញ្ចឹងយើងមើលអានេះដកនៅក្នុងការ៉េអញ្ចឹងត្រូវចាំថាការ៉េមានន័យថាការ៉េមិនចេញអវិជ្ជមានទេទៅចាំណាការ៉េអត់ចេញអវិជ្ជមានទេអញ្ចឹងយើងចេញវិជ្ជមានហើយកន្លែងហ្នឹងមកអញ្ចឹងយើងបាន1នៅលើ2ការ៉េស្មើ4x ការ៉េតមកទៀតយើងគុណសញ្ញាសិនអានេះដកគុណដកគុណសញ្ញាមុនទៅចាំយើងសម្រួលដកគុណដកបូកហើយបន្តមកទៀតយើងចាប់ដើមសម្រួលមកកន្លែងណាសម្រួលបានសម្រួលទៅ2មានន័យថា2នេះភាគយកដល់ពេល2នេះគឺនៅភាគបាយអញ្ចឹងយើងអាចសម្រួលបានតោះណាគ្នាយើងមកអញ្ចឹងយើងមើលយើងនៅសល់តែ x 1នៅលើ3 y អញ្ចឹងយើងដាក់មកបានគេ1នៅលើ3 xy បូកឲ្យ1នៅលើអានេះការ៉េគ្នាយើងអញ្ចឹងមានន័យថា3ការ៉េ9 y ការ៉េអញ្ចឹងមានន័យថាមានន័យថាចម្លើយយើងគឺប៉ុណ្ណឹងបាទគឺអានេះ3មិន1នៅលើ3អញ្ចឹងលើកជាការ៉េមកគឺ1នៅលើ9 3 ដង9ហើយកន្លែងនេះគឺ y ការ៉េបាទអញ្ចឹងសម្រាប់លំហាត់ថ្ងៃនេះលោកគ្រូមានពីរហ្នឹងដើម្បីយកមកចែករំលែកប៉ុន្តែមុននឹងបញ្ចប់វីដេអូលោកគ្រូមានលំហាត់អនុវត្ត2ហើយលោកគ្រូចង់ឲ្យបងប្អូនអ្នកដែលមើលហើយហ្នឹងជួយដោះស្រាយគ្រូផងហើយជួយបញ្ជាក់គ្រូផងថាចម្លើយគ្នាយើងហ្នឹងដូចចម្លើយគ្រូអត់មកអញ្ចឹងយើងមើលលំហាត់អនុវត្តយើងគឺមាន2ទី1គឺតកតងទៅនឹង
ការដាក់ជាផលគុណតាត្រូវនឹងលំហាត់ទី1ដូចគ្នាដល់ពេលលំហាត់អនុវត្តទី2គឺត្រូវទៅនឹងលំហាត់ទី2ដូចគ្នាគឺយើងត្រូវពលាតអញ្ចឹងទី1ទី2ខ្ញុំមានចម្លើយអានេះចម្លើយខ្ញុំណូតទុកនេះចម្លើយប៉ុន្តែខ្ញុំចង់ដឹងថាបងប្អូនកណនីទៅដូចចម្លើយនៅលើក្តារខៀនអត់អញ្ចឹង complete ប្រាប់គ្រូវិញផងបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានប្រព័ន្ធហ្នឹងដែលយកមកចែករំលែកហើយបើសិនជាបងប្អូនគិតថាវីដេអូហ្នឹងមើលទៅយល់ហើយមានប្រយោជន៍ជួយចុច Subscribe និង Share ម្នាក់មួយទៅដើម្បីឲ្យមិត្តភ័ក្តិយើងដទៃទៀតគាត់បានរៀនដូចគ្នាអញ្ចឹងបាទអញ្ចឹងអរគុណច្រើនសូមជម្រាបលា